បណ្ឌិតញឹកថែមជាអ្នកប្រាជ្ញផ្នែកអក្សរសាស្ត្រខ្មែរនិងពុទ្ធសាសនាមួយរូបដែលប្រជាពលរដ្ឋបានស្គាល់សឹងតែគ្រប់រូបលោកជាអតីតសាស្ត្រាចារ្យនៅពុទ្ធិកមហាវិទ្យាល័យនិងជាអតីតសាស្ត្រាចារ្យភាសាបាលីនៅមហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្សសាស្ត្រភ្នំពេញលោកជាអ្នកនិពន្ធនាយកយ៉ាងឆ្នើមនៃទស្សនាវដ្តីប្រចាំខែកម្ពុជាសូរិយានៃពុទ្ធសាសនបណ្ឌិតលោកញឹកថែមកើតនៅថ្ងៃ11រោចខែចេសឆ្នាំថោះត្រូវនៅថ្ងៃទី22មិថុនាឆ្នាំ1903នៅក្នុងភូមិរតនៈសង្កាត់ស្វាយប៉ោស្រុកខេត្តបាត់ដំបងលោកជាបុត្រច្បងរបស់លោកញឹកញ័រនិងអ្នកស្រីហៀកមានអាជីវកម្មជាជាងតងក្រោយមកមាតាបិតាលះបង់អាជីវកម្មនេះចេញទៅជាកសិករនៅភូមិអូតាគីសង្កាត់ជ្រៃស្រុកខេត្តបាត់ដំបងកាលអាយុប្រមាណ10ឆ្នាំមាតាបិតាបាននាំកុមារញឹកថែមទៅសំណាក់នឹងព្រះគ្រូអាចារ្យសនត្រូវជាជីតានាវត្តពោធិ៍វាលសង្កាត់ស្រុកសង្កែខេត្តបាត់ដំបងដើម្បីសិក្សាអក្សរភាសាជាតិនិងព្រះពុទ្ធសាសនាមួយឆ្នាំក្រោយមកព្រះគ្រូអាចារ្យសនទទួលអនិច្ចកម្មឪពុកកុមារញឹកថែមបាននាំទៅសំណាក់រៀននឹងព្រះគ្រូអ៊ីវទួតលុះអាយុបាន15ឆ្នាំព្រះគ្រូអ៊ីវទួតបានបំពោះកុមារញឹកថែមជាសាមណេរក្នុងសំណាក់លោកគ្រូអធិការសំដែលជាចៅអធិការវត្តពោធិ៍វាលក្នុងកាលនោះតាំងពីពេលនោះមកសាមណេរនេះបានសង្វាតសូត្ររៀនភាសាបាលីនិងធម៌វិន័យក្នុងសំណាក់អាចារ្យទាំងឡាយក្នុងវត្តក្នុងវេលាចាប់សង្គ្រាមលោកលើកទី1សាមណេរនេះបានទៅបន្តវិជ្ជាខាងព្រះពុទ្ធសាសនានាក្រុងបាងកកប្រទេសថៃដោយធ្វើដំណើរតាមរទេះគោជាមួយឈ្មួញអំឡុង10ថ្ងៃបានទៅដល់ខេត្តសៀមមួយហៅថាបាចិនបុរីបន្ទាប់មកលោកបានចុះកប៉ាល់បន្តដំណើររួចឡើងរទេះភ្លើងទៅខេត្តប៉ែតរវិចិត្តប្រលប់ទើបដល់ទីក្រុងបាងកកពួកឈ្មួញបាននាំសាមណេរញឹកថែមទៅស្នាក់សិក្សារៀនសូត្រនៅវត្តព្រះកេតុកុដិលោកគ្រូព្រះមហាយ៉ៅជាព្រះសង្ឃខ្មែរមួយអង្គដែលគង់នៅថៃយូរឆ្នាំមកហើយសាមណេរនេះឧស្សាហ៍ណាស់បានខិតខំរៀនភាសាថៃវេយ្យាករណ៍បាលីនិងធម៌វិន័យក្នុងឆ្នាំ1921លោកបានប្រឡងជាប់សញ្ញាបត្រធម៌វិន័យថ្នាក់ត្រីដល់លោកអាយុបាន20ឆ្នាំគ្រិស្តសករាជ1923លោកបានប្រឡងជាប់ធម៌វិន័យថ្នាក់តូដល់អាយុ21ឆ្នាំលោកបានបំពេញភ្នោះជាភិក្ខុភាវៈក្នុងវត្តព្រះកេតុនេះឯងហើយនៅគ្រិស្តសករាជ1929ភិក្ខុញឹកថែមបានប្រឡងជាប់ជាផ្លូវការនៅសញ្ញាបត្រមហា5ប្រយោគនៅថៃព្រះភិក្ខុអង្គនេះធ្លាប់បានធ្វើជាសាស្ត្រាចារ្យបង្រៀនបាលីនៅវត្តព្រះកេតុធ្លាប់ធ្វើជាមេប្រយោគជាផ្លូវការកាយវិញ្ញាសាប្រឡងនៃសាមណនិស្សិតលោកធ្លាប់បានសរសេរបោះពុម្ពផ្សាយជាភាសាថៃបាលីដូចជានមោដីកាកថានានាចេតកវណ្ណៈធម្មបទនិទេសទេវតាភាសិតនិងពុទ្ធភាសិតបទផ្សេងជាភាសាថៃបោះពុម្ពលើសាស្ត្រាស្លឹករឹតឆ្នាំ1930ភិក្ខុញឹកថែមត្រឡប់មកស្រុកខ្មែរវិញធ្វើជាសមាជិកក្រុមជំនុំបកប្រែព្រះត្រៃបិដកគ្រិស្តសករាជ1936ភិក្ខុអង្គនេះបានចាក់សិក្ខាបទមកជាគ្រូហោះមួយឆ្នាំក្រោយមកលោករៀបអាពាហ៍ពិពាហ៍ជាមួយនាងងួតណៃស៊ីមនៅផ្សារឧដុង្គសង្កាត់វាំងចាស់ក្រុងឧដុង្គខេត្តកំពង់ស្ពឺក្រោយមកលោកមានកូនប្រុស7នាក់កូនស្រី4នាក់គ្រិស្តសករាជ1938លោកបានធ្វើជានិពន្ធនាយកទស្សនាវដ្តីកម្ពុជាសូរិយាដែលចេញជារៀងរាល់ខែរហូតដល់ឆ្នាំ1975ពីឆ្នាំ1942ដល់ឆ្នាំ1946អគ្គលេខាធិការនៃពុទ្ធសាសនបណ្ឌិតអ្នកស្រីកាប៉ៃឡេសក្រោយមកព្យាឌុយប៉ុងយល់ថាញឹកថែមជាអ្នកប្រាជ្ញស្ថាប័ននេះបានតែងតាំងលោកជាតំណាងដើម្បីធ្វើកម្មវិធីសិក្សាពុទ្ធសាសនានិងសម្ពោធអគារពុទ្ធសាសនាផ្សេងនៅស្រុកលាវនិងស្រុកវៀតណាមខាងត្បូងគ្រិស្តសករាជ1945លោក Alex Cree ឧត្តមស្នងការបារាំងតម្រូវឲ្យលោកញឹកថែមធ្វើជាក្រុមការទូតនៃសហរដ្ឋឥណ្ឌូចិនបារាំងសេះនៅព្រៃនគរពេលនោះលោកបានធ្វើជាអ្នកបកប្រែភាសាថៃបារាំងខ្មែរក្នុងវិទ្យុនៃក្រុងនោះដើម្បីទាមទារដែនដីបាត់ដំបងនិងសៀមរាបពីថៃគ្រិស្តសករាជ1946លោកត្រឡប់មកភ្នំពេញវិញធ្វើការនៅពុទ្ធសាសនបណ្ឌិតនិងបង្រៀននៅវិទ្យាល័យស៊ីសុវត្ថិ ខ
គ្រិស្តសករាជ1950ក្រសួងអប់រំជាតិបានតែងតាំងលោកជាសាស្ត្រាចារ្យរហូតដល់ឆ្នាំ1975ពេលលោកបានចូលនិវត្តន៍តែក្រសួងអប់រំជាតិបានតែងតាំងលោកបន្តទៅទៀតជាសាស្ត្រាចារ្យឧត្តមសិក្សាកិត្តិយសនៃវិទ្យាស្ថានគរុកោសល្យមហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្សសាស្ត្រព្រមទាំងពុទ្ធិកមហាវិទ្យាល័យលោកញឹកថែមជាសមាជិកក្រុមជំនុំវប្បធម៌តាំងពីឆ្នាំ1947មកហើយលោកជាអ្នកបង្កើតសមាគមអ្នកនិពន្ធខ្មែរក្នុងឆ្នាំ1956លោកប្រហែលជាទទួលអនិច្ចកម្មនៅឆ្នាំ1974លោកបានទទួលគ្រឿងឥស្សរិយយសជាសកុនបំណាច់ផ្សេងៗពីបរទេសនិងមាតុភូមិគឺឥស្សរិយយសប្រទេសកម្ពុជាឈ្មោះមនីសារភ័ណ្ឌ1940ឥស្សរិយយសប្រទេសលាវឈ្មោះអសរិទ្ធីក្រុងលួងឥស្សរិយយសឈ្មោះអសរិទ្ធីក្រុងអណាមនៃប្រទេសអណាម1943មេដាយការងារប្រាក់ប្រទេសកម្ពុជា1960មេដាយអសរិទ្ធីនៃប្រជាណាចក្រកម្ពុជា1962លោកញឹកថែមបានទុកស្នាដៃច្រើនឲ្យបងប្អូនខ្មែរសិក្សាបន្តគឺមានទាំងផ្នែកធម៌ទាំងផ្នែកលោកីហើយលោកជាអ្នកនិពន្ធសំខាន់នៃទស្សនាវដ្តីកម្ពុជាសូរិយាដែលបានសរសេរពីអក្សរសាស្ត្រខ្មែរសឹងតែគ្រប់លេខលោកបានតែងប្រឡំលោកពីរដែលយើងស្គាល់គឺ1បិសាចស្នេហាភ្នំពេញ1942 2កុលាបបៃលិនភ្នំពេញ1943រឿងបិសាចស្នេហាជាប្រឡំលោកខ្លីមានតែ39ទំព័រប៉ុណ្ណោះពុំបានទទួលប្រជាប្រិយភាពជាធំដុំប៉ុន្មានទេចំពោះមហាជនព្រោះជារឿងកំសត់បង្ហាញពីវិបត្តិស្នេហាដែលកើតមានរវាងយុវនារីបងប្អូនបង្កើតនាងសារីនិងនាងសរុនស្រឡាញ់ប្រុសតែម្នាក់គឺចៅក្រមរតន៍ក្រោយមកនាងសារីបានរៀបការជាមួយចៅក្រមរតន៍ធ្វើឲ្យនាងសរុនច្រណែនរហូតដល់សម្លាប់ខ្លួនឯងនេះជាសម្រងបង្ហាញពីអត្តឃាតកម្មនាងសរុនដោយខាងក្រោមពិភពលោកបានវិលជុំវិញខ្លួនឯង29ជុំត្រូវជា29ថ្ងៃលោកចៅក្រមរតន៍មានបង្គាប់ពីរាជការធំឲ្យចេញទៅពិនិត្យក្តីសំខាន់នៅសាលាដំបងខេត្តកំពតជាប្រញាប់ហើយជាវេលាយូរថ្ងៃផងទើបលោករតន៍តោងចេញចោលភរិយាជាទីស្នេហាទៅទាំងទឹកភ្នែកមានសេចក្តីអាឡោះអាល័យដល់គ្រួសារជាទីបំផុតព្រោះទៅតែរៀបការថ្មីហើយរួមរស់ស្នេហាមិនទាន់បានពេញមួយខែផងស្រាប់តែមកព្រាត់ប្រាសនារីគ្នាទៅទៀតចោលសង្សារស្រីឲ្យនៅកណ្ដាលកណ្ដាញតែម្នាក់ឯងក្នុងវេលារាត្រីមួយរំលងអត្រាតហើយទ្វារបន្ទប់ដេករបស់នាងសារីភរិយារបស់ចៅក្រមរតន៍បើមានគេគុណមើលនៅបានឃើញទ្វារនោះសន្សឹមបើកចេញបន្តិចម្ដងដោយដៃស្រីក្រមុំរៀងទៅស្ដាងស្លៀកខ្មៅពាក់ខ្មៅទទួលក្រមាខ្មៅឃ្លុំមុខផងនាងនោះសន្សឹមលបដាច់ចូលទៅក្នុងបន្ទប់ដៃម្ខាងកាន់កាំបិតស្នៀតសស្ងាយចុងស្រួចកាំបិតនោះមុតជាបំផុតនាងនោះដើរចូលទៅជិតគ្រែរបស់នាងសារីនៅវេលានោះនាងសារីកំពុងដេកយ៉ាងស៊ប់សួនឥតដឹងខ្លួនឬមកមើលបន្តិចឡើយថែមទាំងក្នុងអត្រាតនោះស្ងាត់ជ្រាបឥតមាននរណាមួយក្នុងផ្ទះក្អកក្រហែមដល់តិចសោះកាលនោះនាងចូលដល់ជិតខ្លួននាងសារីហើយក៏សើចមកឡើងយកដៃទាំងពីរចាប់កាំបិតលើកឡើងលើផុតក្បាលនាងបំរុងនឹងចាក់ឲ្យចំបំពង់ករបស់នាងសារីដែលកំពុងដេកលក់ស៊ុបនោះស្រាប់តែមានរូបបិសាចឈ្មោះឧត្តមមកប្រកាសជាក់ស្ដែងនៅក្បែរខ្លួននាងសារីចំពីមុខនាងសរុនធ្វើឲ្យសរុនក្រមុំស្រីព្រឺគ្រប់ព្រួនរោមព្រឺក្បាលសំពងឯរូបបិសាចនោះស្លៀកសពាក់សកោក្បាលខុសប្លែកពីយប់មុនប៉ុន្តែមុខមាត់រៀងរើគឺឧត្តមនឹងឯង